việc làm khai hai họ việc chặt bàn đi là chặt hết đúng không អ្នកប្រកបរបររថកង់3ក្នុងខេត្តត្រសីហនុកំពុងត្អូញត្អែពីកង្វះខាតហ្គាសដោយថាបច្ចុប្បន្នស្ថានីយ៍ផ្គត់ផ្គង់ហ្គាសជាច្រើនក្នុងខេត្តនេះបានដាច់ស្តុកដែលតម្រូវឲ្យពួកគាត់ធ្វើដំណើរជាច្រើនគីឡូដីដើម្បីទៅស្វែងរកចាក់ហ្គាសកង់3ដោយថាពេលខ្លះត្រូវជិះ30គីឡូដីក៏មាន chặt ơi mày ơi rọp rồi con bay nè tụm rong chua chăm chặt gà មិនត្រឹមតែធ្វើដំណើរឆ្ងាយទេប៉ុន្តែពួកគាត់អះអាងថាការទៅចាក់ហ្គាសម្ដងតម្រូវឲ្យពួកគាត់តម្រង់ជួរចាំរហូតដល់3ម៉ោងក៏មានហើយថាបើទៅតម្រង់ជួរយឺតនោះច្បាស់ជាគ្មានហ្គាសចាក់ ហើយកន្លែងខ្លះគេអត់មានដែរគេអត់ចាក់ឲ្យទេមួយហើយអត់ចាក់ឲ្យគេទុកសម្រាប់ចាក់ឡានហើយមិនចូលចាក់វាអត់ចាក់ឲ្យទេគឺចាក់ឡានហើយមិនធ្វើមិនដែរអញ្ចឹងដើរចាក់ទៅកន្លែងដែរអត់មានព្រោះដាច់ទាំងអស់ស្តុបដាច់អស់ហើយមើលទៅហ្គាសចូលមកម្ដងអញ្ចឹងតារយៈពេលតែ1ម៉ោងអស់ហើយព្រោះម្នាក់មកទៅចាក់ទៅផ្ទះចរាចរណ៍ផ្ទះបីយ៉ាងណាដល់ក៏ត្រូវតែរលរយៈដែរអត់ទៅមកឲ្យបាន ឥឡូវរឿងនេះវាពិបាកបងវិញបងសំយើងមានដល់ថ្ងៃកន្លែងថ្ងៃហ្នឹងដូចថាមាននៅនេះអញ្ចឹងស្អែកឡើងមានតោ2អញ្ចឹងស្អែកឡើងលោតទៅអូប5អញ្ចឹងទៅបងវាអញ្ចឹងហើយយើងតម្រង់ជួរគ្នាចាក់មកបានចាក់តម្រង់ជួរដល់2ម៉ោងឯងបានចាក់បងក៏វាហ្នឹង3ម៉ោងជា4ម៉ោងខ្ញុំអត់វិញ2ម៉ោងបាន5ម៉ោងឲ្យចាក់ហ្គាសហ្នឹងអស់ហើយអត់គ្រប់ហ៎ ក្រុមអ្នកប្រកបរបររថកង់3ក៏អះអាងដែរថាការហក់ឡើងនៃតម្លៃហ្គាសបូករួមនឹងកង្វះខាតនៃហ្គាសនេះកំពុងទាញទម្លាក់ចំណូលពួកគេស្ទើរតែទាំងស្រុងដោយថាអ្នករថកង់3ខ្លះត្រូវបង្ខំចិត្តផ្អាកហើយត្រឡប់ទៅស្រុកកំណើតវិញពួកគាត់ថាការធ្លាក់ចុះចំណូលនេះកំពុងគំរាមកំហែងដល់លទ្ធភាពនៃការបង់សងបំណុលធនាគារ ជីវិតតស៊ូប៉ុណ្ណឹងហើយនៅតែមិនមានទៀតជីវិតអ្នករត់កង់បីដាច់ខ្យល់អេអើយ តែបើសិនណាអត់មាននឹងហើយគឺវិធមកខ្លាំងជាទីបំផុតខ្លាំងហ្មងមិនមែនខ្លាំងលេងទេខ្លាំងមែនតើព្រោះអីសពថ្ងៃអង្គគីឡូឯងអត់មានស្រែមានអីគេទេ អភិបាលរងខេត្តត្រសីហនុលោកឡុងឌីម៉ងឲ្យដឹងថាពិតជាមានអ្នកប្រកបរបររថកង់3លើកឡើងពីបញ្ហានេះមែនប៉ុន្តែនៅពេលសួរតាក់ទងទៅនឹងទំហំនៃការខ្វះការហ្គាសនេះលោកប្រាប់ថារដ្ឋបាលខេត្តមិនមានរបាយការណ៍ជាក់លាក់ពីករណីនេះឡើយរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលលោកកែវរតនៈនៅថ្ងៃទី23ខែមីនាបានទទួលស្គាល់ថាហ្គាសពិតជាមានភាពតានតឹងក្នុងការនាំចូលជាងប្រេងឥន្ធនៈ អូស្មန်នេះគឺមានការចង្អៀតតឹងជាងគេថ្មីត្បិតតែដូច្នេះក៏ដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងរាយនឹងធម្មពលកំពុងតែធ្វើការជាមួយបណ្ដាប្រទេសក្នុងអាស៊ានដែលជាដៃគូនិងក្រៅដើម្បីខំរកប្រភពជាមួយនឹងក្រុមហ៊ុនធំដែលនាំចូលនិងចែកចាយអូស្មန် LPG នៅកម្ពុជាសូមបងប្អូនកុំស្ទាន់ឲ្យមានការព្រួយបារម្ភភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះយើងខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការជួយប្រើប្រាស់និងសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទហើយជាពិសេសអូស្មန် LPG នេះតែម្ដង ផលប៉ះពាល់បន្តទី1មុខរបរគាត់អាចត្រូវផ្អាកមួយរយៈឬក៏អាចដួលរលំនៅមុខរបរទី2អាចប្រឈមមុខនឹងការរឹបអូសសម្ភារៈគាត់ដែលគាត់រងថ្ងៃចងការធនាគារដើម្បីទិញឡានទិញលម៉ដើម្បីរត់អញ្ចឹងអាចប្រឈមមុខនឹងការរឹបអូសពីក្រុមហ៊ុនវិញទី3គឺអាចប្រឈមមុខធ្ងន់ធ្ងរទៅនឹងសេដ្ឋកិច្ចជាតិទាំងមូលតែម្ដងបើសិនជារដ្ឋបានអន្តរាគមន៍ទាន់ពេលវេលាពីរឿងនេះ នៅតែមកកន្លែងហ្នឹងទេកំពុងសោមក្រៅពីហ្នឹងបាត់អស់លេង សូមស្នើសុំឲ្យរាជរដ្ឋាភិបាលទាំងអស់គ្រប់ស្ថាប័ននៃការជួយគ្រប់គ្រងធម្មពលហ្នឹងហើយនឹងចុះតម្លៃហើយឲ្យក្រុមហ៊ុនអេបតម្លៃឲ្យអ្នកបើកបរបន្តិចមក